យកតាមជួយបាញ់មីស៊ីលក្មួយរតនៈនឹកឃើញយ៉ាងម៉េចបានជាមកវាយតបគ្នានៅមុខផ្ទះពូទៅវិញមកពីអាអ្នកបំរើម្នាក់នេះវាឆ្លើយពេកទើបខ្ញុំទ្រាំមិនបានតែនេះជាអ្នកបំរើក្នុងផ្ទះពូមុននឹងធ្វើអ្វីគួរតែយល់មុខពូខ្លះផងសុំទោសលោកពូខ្ញុំបានហើយមករកពូមានការអីតោះចូលក្នុងសិនបងអេឈឺអត់ហ្នឹងអ្នកនាងសំណាងល្អហើយដែលខ្ញុំមកមិនតាន់បើខ្ញុំមកតាន់ណាផាច់ទេតនីតែហ្មងផាច់ភូបែរមិនអីមែនទេបងអេមិនអីទេលោកប៉ាសូមអញ្ជើញលោកពូនិងអូនកេសរទៅចូលរួមបុណ្យគុំកំណត់របស់គាត់ហើយលោកប៉ាសូមខ្ចីប្រាក់លោកពូ$10,000ថែមទៀតព្រោះប្រាក់លោកប៉ាបង្វិលមិនទាន់ប្រាក់$10,000កាលពីលើកមុនប៉ាឯងមិនទាន់សងផងពូគ្មានប្រាក់បន្ថែមទៀតទេប្រាប់ប៉ាឯងទៅព្រោះក្រុមហ៊ុនពូឥឡូវរកកម្រៃពុំបានដូចមុនឡើយប្រាប់ប៉ាឯងទៅបានលោកពូខ្ញុំជម្រាបលាទៅចុះក្មួយអ្នកឆាតឯងត្រូវឡើងទៅលើដំបូលផ្ទះចាំបាញ់លោកចំណានឲ្យបានក្រោយពេលចប់កម្មវិធីលើទេបានទេប្រុសទុកចិត្តលើឆាតចុះកុំភ្លេចណាថ្ងៃនោះយកឡានដឹកអីវ៉ាន់នៅកន្លែងចាស់បានទេប្រុសកូនឯងធ្វើតាមផែនការរបស់យើងទៅយើងឆ្លៀតពេលបុណ្យអ៊ូអត់ដើម្បីបញ្ចេញរបស់អស់ពីក្នុងផ្ទះបាទលោកប៉ាខ្ញុំបានប្រាប់ឲ្យក្រុមអាចារ្យចាត់ការរួចហើយលោកប៉ាសួស្តីសម្លាញ់តើយើងថ្ងៃនេះគឺជាថ្ងៃខួបកំណត់របស់ខ្ញុំដូច្នេះសូមអញ្ជើញភ្ញៀវកិត្តិយសទាំងឡាយពិសាភោជនាអាហារតាមសប្បាយសូមអញ្ជើញសូមអញ្ជើញសូមអញ្ជើញពួកវាធ្វើអីចេះដែរយើងចាំមិនទៅហើយវៃទៅរួចទេនឹងប្រកនជាទៅរួច
ក៏មិនហ៊ានអញ្ជើញលោកថៃកែឲ្យមកមើលដេចតដែរ អូនកែសសុខសប្បាយទេហ៎ ដាក់ខ្ញុំ អ្នកណាគេនៅក្នុងឃ្លាំងមួយ ហុយ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 លឿនឡើងគេជួបគ្នារបស់យើងឆាប់ឡើងឆាប់ឡើងលឿនឡើងទៅចាប់វាបានចាប់ឡើងទៅចាប់ឡើងអើយយ៉ាអាយ៉ាហុយយ៉ាហុយយ៉ា ថៅកែដាវនោះពិតប្រកបហើយឆ្លងដែនរួចទើបឲ្យលុយគ្រប់ចំនួន លោកតកែពេលនេះពីបហើយរឿងយើងបែកការ មិនខ្វល់ថាយ៉ាងម៉េចទេត្រូវចាប់អាម្នាក់នឹងឲ្យបានណា បានលោកតកែ ថ្ងៃសាររបស់ឯងហើយនេះ ទៅណាចេះ លោកប្រុសប្រយ័ត្ន ពីបយ ពីបលៀកគិតកម្ម មានរឿងអីគឺមានឃាតករ បងអេយ៉ាងមិនហើយ ចាំមិន អាយចាំមិនឲ្យអេ លោកប៉ាឈាមចាំណាឆាប់ឲ្យឡានពេទ្យមកលោកប៉ា ជួយហៅឡានពេទ្យផង ប៉ាឆាប់ឲ្យឡានពេទ្យមកឆាប់ឡើង អ
ជាមិនអីទេ លោកប៉ា អូលោកគ្រូពេទ្យអ្នករបួសយ៉ាងម៉េចទៅហើយ អ្នករបួសឆ្លងផុតពីគ្រោះថ្នាក់ហើយ អរគុណច្រើនណាស់ មិនអីទេ អរគុណហើយលោកគ្រូពេទ្យ ណែកូននៅមើលថែអេឲ្យបានល្អផងណាប៉ាទៅសិនហើយមិនមិនចាំស្អែកប៉ាឲ្យគេមកជំនួសណា មិនបាច់ទេលោកប៉ាកូននៅកណ្ដោគាត់ខ្លួនឯងបានហើយ អញ្ចឹងប៉ាទៅហើយ ចាលោកប៉ា បន្លារាងផ្លូវត្រូវកាប់ឆ្កាហើយមិនចាំបាច់ភ័យខ្លាចបែកកើតទៀតទេពេលនេះអាសូហ្វឺឡាននោះវាកំពុងតែនៅក្នុងបន្ទប់សង្គ្រោះស្លាប់ច្រើនជាងរស់ក្នុងរយៈពេល10ថ្ងៃទៀតយើងនឹងបញ្ចេញវត្ថុបុរាណឲ្យអស់មិនថាអញ្ចឹងទេអូនស៊ីផៃអូនមកទីនេះធ្វើអីទីនេះគ្រោះថ្នាក់សម្បើមណាស់ណាទៅវិញទៅ ឡើង មក ចង់ទៅវិញឡើង ចូលឡានទៅ ខ្ញុំចង់ទៅវិញ អ្នកនាងភ្លឺហើយក្រោកឡើងទៅ ជំរាបសួរ ជំរាបសួរលោកគ្រូពេទ្យមានប្រាប់ថាអ្នកជំងឺរបស់អ្នកនាងយ៉ាងម៉េចទៅហើយទេ គ្រូពេទ្យប្រាប់ថាគាត់ផុតគ្រោះថ្នាក់ហើយក ូនអេដឹងខ្លួនហើយនៅ អូសួស្តីលោក បាទ ខ្ញុំគឺជាមិត្តភក្តិរបស់អ្នកជំងឺ សូមចេញអង្គុយ អរគុណ ជំនួសអរគុណឲ្យដែលបានមក អូមិនអីទេមិនអីទេ អរគុណ សុទ្ធតែឯង អរ តាម គុណ មិនអីទេ អេមិនក៏អាចធ្លាក់ខ្លួនទៅជាអញ្ចឹងយើងមកពីស្រុកតែពីរនាក់ដូចលលោកញីឈ្មោលបើឯងយ៉ាងម៉េចទៅឲ្យគ្នាទៅពឹងអ្នកណាឯងកុំស្លាប់ចោលគ្នាណាអេ អ្នកណាថាយើងស្លាប់ មកយប់ហើយធ្វើឲ្យខ្ញុំភ័យស្ទើរស្លាប់ឥឡូវបែកគ្នាមកនិយាយធ្វើដូចជាគ្មានរឿងអី អេឯងត្រូវប្រយ័ត្នជាមួយនឹងក្រុមអាឆាតឲ្យមែនទេអងលោកគ្រូប៉ែតសូមអញ្ជើញលោកគ្រូប៉ែតអញ្ជើញ មានឈឺក្នុងខ្លួនទេដកដង្ហើមវែងៗទៅលើកដៃបន្តិចមើលលើកបាន